នេះគឺមកអូនមកធ្វើខ្យងអាំងញ៉ាំម្ដងមុននឹងយកវាទៅដាក់អាំងគឺត្រូវឲ្យវាញ៉ាំពងទាសិនដើម្បីឲ្យវាអស់ចេញពីក្បាលវាតែយើងញ៉ាំទៅវាមានជាប់ដីឆិចអញ្ចឹងណាហើយធ្វើឲ្យខ្យងយើងហ្នឹងគឺមានរសជាតិឆ្ងាញ់ហើយយកវាមកដោះស្លែស្អាតជាមួយនឹងខ្ទិះដូងហើយនឹងស្លឹកខ្ទឹមហើយកុំភ្លេចជាមួយនឹងម្សៅស៊ុបរ៉ូឌីរសជាតិសាច់ជ្រូកចូលប្រហែលជាកន្លះស្លាបព្រាមកបងល្មមហើយបើបន្ថែមជាមួយនឹងអំបិលចេងស្ករអីទាំងអស់គឺឆ្ងាញ់ហ្មងក៏មានជាមួយនឹងទឹកត្រីកោះកុងផងដែរពេលដាក់អាំងខ្យងគឺផ្កាប់វាចោះអញ្ចឹងណាបងអាំងឲ្យវាឈូសស្ទះហើយនឹងខាស់ទឹកព្រៃវានឹងឆ្អាបហើយឆ្ងាញ់ទេហើយគឺមានការច្រំច្រែងពីកូនពៅផងដែរហើយអូនជូប៊ីគឺថាចំណាប់ខ្លាំងមែនតើបងផងផ្លឹមផងអត់មានពីណាប្រាប់សោះចំណាប់ខ្លាំងមែនតើឡើងគួរឲ្យស្រឡាញ់អញ្ចឹងអូនជូបដើមផ្ងាវាទាំងអស់មកដើម្បីចាក់ខ្ទិះដូងនឹងចូលទៅក្នុងខ្យងសម្រាប់ដែលបងជួយចូលទឹកត្រីកោះកុងដាក់ទឹកត្រីកោះកុងមកអញ្ចឹងគឺបានពីររសជាតិបាទរសជាតិទឹកត្រីកោះកុងមួយរសជាតិខ្ទិះដូងមួយអាំងវាអត់តែខ្ពុះខ្ទិះដូងហើយនឹងទឹកត្រីកោះកុងមកប៉ុណ្ណឹងគឺញ៉ាំបានហើយបងគឺឆ្ងាញ់តែម្ដងជ្រលក់មួយអំបិលមហិចក៏បានជ្រលក់មួយទឹកត្រីកោះកុងថែមទៀតក៏បានដែរឆ្ងាញ់ក៏អូនឲ្យ10លើ10ហ្មងបងខ្ទិះដូងគឺលេខ1ហ្មង